ឧទាហរណ៍ថាប្រសិនបើបងប្អូនភ្លេចលេបថ្នាំពជាកណើតជារៀងរាល់ថ្ងៃនេះចាប់ពី3គ្រាប់ឡើងទៅបងប្អូនអត់ចាំបាច់រងចាំរហូតដល់ខែថ្មីធ្លាក់ឈាមថ្មីចាំចាប់ផ្ដើមលេបទេអញ្ចឹងនៅក្នុងកន្លងពេលហ្នឹងបងប្អូនអាចពិតជ្រើសរើសគេហៅថាថ្នាំការពារកំណើតបន្ទាន់នេះលេបមកគ្រាប់ភ្លាមមកហើយបន្តមកទៀតថ្ងៃស្អែកម៉ោងតតែពេលតតែអាចបន្តនៅការលេបថ្នាំហ្នឹងបន្តទៀតបានប៉ុន្តែនៅក្នុងរយៈពេល7ថ្ងៃក្នុងកន្លងពេលហ្នឹងខ្ញុំសូមណែនាំឲ្យបងប្អូនប្រើប្រាស់មធ្យោបាយពជាកណើតសកួរផ្សេងទៀតដែរតម្រុំថ្នាំហ្នឹងវាចាប់ផ្ដើមមានប្រសិទ្ធភាពពេញលេញត្រឡប់វិញតាមរយៈការប្រើប្រាស់ស្រោមអនាម័យឬក៏អាចប្រើវិធីសាស្ត្រគេហៅថាបុរាណរបស់យើងមានចាក់ទឹកក្រៅពាងអីហ្នឹងគាត់ថាចាក់ទឹកក្រៅពាងអីហ្នឹងវារៀងហានិភ័យដែរអញ្ចឹងបើសិនជាអាចបងប្អូនប្រើប្រាស់ស្រោមអនាម័យក្នុងរយៈពេល7ថ្ងៃបន្ទាប់នឹងការបន្តនៃការប្រើលេបថ្នាំនេះបានអញ្ចឹងវីដេអូនេះខ្ញុំមានប៉ុណ្្នេះទេបើបងប្អូនមានជាចម្ងល់អីផ្សេងទៀតអាច comment ខាងក្រោមបានខ្ញុំជួបបងប្អូននៅក្នុងវីដេអូក្រោយទៀតបាយ